លែនៅចូលចុះមកទីនោះជាមុនសិនខ្យល់បក់ខ្លាំងឲ្យតែអ្នកមកទីនេះខ្ញុំនឹងយល់ព្រមចំពោះអ្វីដែលអ្នកស្នើសុំបើអ្នកយល់ព្រមគ្រប់យ៉ាងនោះខ្ញុំចង់បានឈៀវយ៉នត្រឡប់មកមានជីវិតវិញខ្ញុំចង់បានជីវិតនេះ8ឬ9ដងការចងចាំទាំងអស់របស់អ្នកអំពីពិភពលោកនេះបានបាត់ទៅហើយអ្នកតើវាអាចទៅរួចទេខ្ញុំអាចឲ្យអ្នកទៅបានខ្ញុំនឹងឲ្យអ្នកទៅខ្ញុំនឹងចាក់ចេញពីព្រះរាជវាំងហើយមិនបង្ខំអ្នកម្ដងទៀតឡើយសូមគុំលោតចាក់ចេញពីព្រះបរមរាជវាំងទៅសៀវឆេងដរាបណាអ្នកនៅតែចាំខ្ញុំផងដរាបណាខ្ញុំនៅតែចាំជាមួយអ្នកវត្តនៃការចាប់កំណើតឡើងវិញនេះនឹងស្ថិតស្ថេរជានឹងមិនបែកទេអ្នកមិនទាន់យល់ទេយើងទាំងអស់គ្នាទាំង3នាក់នៅក្នុងហ្គេមនេះទីបញ្ចប់ដ៏លំបាកមួយទេខ្ញុំអាចបំផ្លាញហ្គេមនេះបានខ្ញុំលែងសុំចាប់ផ្ដើមឡើងវិញទៀតហើយទេខ្ញុំអាចបំផ្លាញហ្គេមនេះបានខ្ញុំលែងសុំចាប់ផ្ដើមឡើងវិញទៀតហើយការញៀននិងការចង់បាននេះពិតជាមិនមែនតតែសោះតើមានអ្វីអស្ចារ្យអំពីវាជាអ្វីដែលតាក់ទាញយើងទំពុករបស់ការិយាល័យសៀវឆេងខ្ញុំហត់នឿយណាស់ក្នុងជីវិតនេះខ្ញុំមិនចង់រងចាំរហូតដល់ខ្ញុំអាយុ20ឆ្នាំទេវាបាន1/4នៃ1ម៉ោងហើយឈិនឡាំងទេប្រសិនបើមានជាតិក្រោយសៀវឆេងខ្ញុំសង្ឃឹមថាយើងនឹងមិនជួបគ្នាទៀតទេពេលស្ត្រីស្លៀកអាវក្រហមធ្លាក់ចូលក្នុងភាពងងឹតទីក្រុងអាធិរិកទាំងមូលត្រូវបានរំពេចនោះពន្លឺពណ៌ស្មួយបានលេបត្របាក់អ្វីទាំងអស់បន្ទាប់មកដោយសំឡេងកណ្ដឹងដ៏អស្ចារ្យបន្លឺឡើងដូចជាសំឡេងនៅក្នុងភាពទេសង្គ្រាមនេះកំពុងត្រូវបានប្រកាសតែងតែមានរឿងត្រូវនិងរឿងខុសកើតឡើងជានិច្ចផ្សែងធូបបានរួញឡើងលើហើយខ្ញុំស្រាប់តែគាត់អង្គុយលើគ្រែហើយលេបទឹកមាត់មួយក្អឹកធំដកដង្ហើមធំដោយមិនដឹងខ្លួនគាត់បានប៉ះករបស់គាត់មិនមានការជិះចាប់ថប់ដង្ហើមនៅទីនោះទេពេលដែលការដួលនោះកើតឡើងគ្មានសំឡេងខ្យល់ទេមែនហើយចំនួនទី90អ្នកនាងទីបំផុតអ្នកភ្ញាក់ហើយព្រះអង្គម្ចាស់ទី5សៀវឆេងបាននៅខាងមុខរួចហើយបានរងចាំនៅក្នុងសាលអស់រយៈពេលកន្លះម៉ោងហើយនិយាយថាពួកគេបាននាំយករបស់អ្នកយន្តវាមកឈៀវឆេងតើគាត់អាចដោយរបៀបណាហើយអ្វីបានជាអ្នកនៅទីនេះឥឡូវនេះយោងតាមចំនួន89មុនកន្លងផ្លូវថ្ងៃនេះគួរតែជារបស់ខ្ញុំថ្ងៃនៃការចូលគាល់លើកដំបូងជាមួយអធិរាជកុមារសៀវឆេងគួរតែនៅទីនេះនៅពេលនេះការដឹកនាំកងទ័ពនៅតាមព្រំដែនមិនគួរធ្វើតតែសោះពួកគេបានបង្ហាញខ្លួននៅឯលំនៅឋានរបស់ឈិនគុយថ្ងៃនេះជាថ្ងៃអ្វីថ្ងៃទី14ខែមីនាឆ្នាំទី3នៃយិនអ្នកនាងអ្នកនៅតែដេកលក់ពាក់កណ្ដាលគុយថ្ងៃនេះជាថ្ងៃអ្វីថ្ងៃទី14ខែមីនាឆ្នាំទី3នៃយិនអ្នកនាងអ្នកនៅតែដេកលក់ពាក់កណ្ដាលថ្ងៃទី14ខែមីនាបើប្រៀបធៀបទៅនឹងជីវិតមុនវាបានចំណាយពេល3ឆ្នាំពេញឡានឯងត្រៀមខ្លួនងូតទឹកហើយឬនៅខ្ញុំងើយមុខឡើងហើយឃើញឆេវឆេងរុញទ្វារបើកប៉ុន្តែពេលចូលទៅដល់គាត់នៅតែដដែលរូបរាងរបស់គាត់ពិតជាសង្ហាមិនអាចប្រៀបផ្ទឹមបានប៉ុន្តែភ្នែកច្រៅទាំងនោះមានការថយចុះបន្តិចបន្តួចនៃភាពសាហាវឃោឃៅនៅខាងក្នុងខ្យល់បានទទួលភាពត្រជាក់ប្រភេទថ្មីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងត្រជាក់ចិត្តក្នុងជីវិតនេះខ្ញុំហាមអ្នកមិនឲ្យធ្វើនាងលោតអ្នកក៏ចាំដែរមែនទេមេរៀនចំនួន89ខ្ញុំបើពួកគេមិនរៀនមេរៀនរបស់ពួកគេទេតើនឹងមានអ្វីកើតឡើងតើវាមិនមែនជាការខ្ជិះខ្ជីពេលវេលានៃការលោតរបស់អ្នកទេដូច្នេះក្នុងជីវិតនេះអ្នកបានត្រឡប់មកវិញមុនយើងបានមកដើម្បីឲ្យយើងអាចធ្វើវាបានលឿនជាងមុនខ្ញុំគួរចាក់សាវ៉ាទេដូច្នេះអ្នកបានឆ្លើយតបជាមុននៅពេលនេះខ្ញុំមកទីនេះដើម្បីជួយមុនគេខ្ញុំបានចាក់សាវ៉ាចាក់សោះទេខ្ញុំបានរកឃើញថាការរក្សាវ៉ាដោយបង្ខំគឺគ្មានប្រយោជន៍ទេខ្ញុំត្រូវផ្លាស់ប្ដូរល្បែងរបស់ខ្ញុំឥឡូវនេះច្បាប់ខ្ញុំចង់ឲ្យអ្នកឃើញវាដោយភ្នែករបស់អ្នកផ្ទាល់សៀវយុនដែលអ្នកប្រាថ្នារបៀបធ្វើឲ្យស្និទ្ធស្នាលនៅចំពោះមុខពិភពលោកទាំងមូលខ្ញុំនឹងប្រគល់អ្នកមកឲ្យខ្ញុំនាងនឹងមិនធ្វើទេចាបន្ទាប់មកទីមើលថាពេលនេះយ៉ាងម៉េចដែរនៅតាមផ្លូវទៅកាន់វិមានឈិនចិត្តរបស់នាងតើមួយណាត្រូវបានកត់ត្រាទុកនៅក្នុងនោះការស្អប់ខ្ពើមខាងលោកអីអ្នកចង់មានន័យថាសៀវយុនក៏ឡានឈិនឡានបានងាកក្បាលមកឃើញសៀវយុនស្លៀកពាក់ពណ៌សត្រូវបានគ្រប់ដណ្ដប់ដោយធូលីដីគាត់ប្រញាប់ប្រញោចូលភ្នែករបស់នាងច្បាស់ល្អប៉ុន្តែភ្លាមនោះគាត់បានសម្លឹងមើលទៅឆៀវឆេនចិត្តណែសម្រាប់ដែលមិនអាចគ្រប់គ្រងបាននោះខ្យល់ស្ទើរតែរឹងជាថ្មបងប្រុសទី5ចូលនៅឲ្យឆ្ងាយពីនាងបងប្រុសអូនមកវិញហើយដែរអស្ចារ្យណាស់ហ្គេមនេះចប់ហើយមនុស្សទាំងអស់នៅទីនេះអ្នកទាំង3បែរមុខទៅម្ខាងខ្យល់ហាក់ដូចជាការរឹងនេះគឺជាចំណុចកំពូលនៃជីវិត90លើកទី1ហើយដែលពួកគេទាំង3នាក់បាននាំវាមកជាមួយគ្នាចូលនៅចំណុចចាប់ផ្ដើមកាន់យកអនុស្សាវរីយ៍ដោយសារអ្នកចងចាំអ្វីគ្រប់យ៉ាងគុំធ្វើពុតអីមិនអីទេយករបស់ទាំងនេះមកវិញជាមួយសិនចង់បានបល្ល័ង្កសៀវយុនអ្នកចង់ឲ្យរួចផុតពីការចោទប្រកាន់ទាំងអស់ប៉ុន្តែខ្ញុំគ្រាន់តែចង់សូមឲ្យក្រុមគ្រួសារឈិនមានសុវត្ថិភាពនិងសុខសប្បាយឡានក្នុងជីវិតនេះខ្ញុំពិតជាខ្ញុំនឹងការពារអ្នកហើយមិនអនុញ្ញាតឲ្យអ្នកដើម្បីរងទុក្ខវេទនាដ៏ឈឺចាប់នោះម្ដងទៀតការពារនាងបងប្រុសតើបងនឹងប្រើអ្វីដើម្បីការពារខ្លួនយកភាពរដប់របស់អ្នកទៅវាមានខាងកើតនៅតែប្រើអាកប្បកិរិយារបស់អធិរាជចំពោះអ្នកការសង្ស័យតិចតួចនោះ
កុំភ្លេចថាក្នុងជីវិតនេះកំណត់ត្រាយោធាវាស្ថិតនៅក្នុងដៃរបស់ខ្ញុំ